bà chấm điệp súa hayនេះគឺជាថ្ងៃទី11បាទពួកខ្ញុំបាននាំក្រុមសិស្សសាលាអន្តរជាតិពលឺខិតបាទមកធ្វើភិកនិកនៅកោះមណូបាទកោះមណូសួស្តីក្មួយៗមានអារម្មណ៍មិនដែរហើយសូមឆ្លើយដោយចេញពីបេះដូងសប្បាយឬក៏យ៉ាងម៉េចធម្មជាតិបាយហើយឃើញធម្មជាតិឃើញសត្វឃើញអីវា fresh ដោយវា fresh ចឹងក្មួយៗណែនាំមិត្តភ័ក្តិមកជួយគ្រប់គ្រងការពារអភិរក្សនៅតំបន់បឹងពីរៀងយើងនេះទេចាហ្នឹងហើយព្រោះនេះគឺជាស្នាដៃរបស់សហគមន៍វប្បធម៌ធម្មជាតិបឹងពីរៀងដែលបានលះបង់ពេលវេលាលុយកាក់ផ្ទាល់ខ្លួនដើម្បីថែរក្សាធម្មជាតិព្រៃលិចទឹកមច្ឆជាតិសត្វស្លាបបើសិនគ្មានការការពារពីសហគមន៍ទេព្រៃទាំងអស់នេះក៏គេកាប់យកធ្វើស្រែអស់ហើយមច្ឆជាតិក៏អត់សូវសម្បូរសត្វក៏អត់សូវសម្បូរអញ្ចឹងពួកវិរិយជនដែលការពារថែរក្សាសម្បត្តិធម្មជាតិនឹងឲ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីសត្វស្លាបប្រភេទបឹងប្រភេទដើមឈើនេះ6ខែលិច6ខែគោកអញ្ចឹងគាត់រស់បាន6ខែក្នុងទឹកមិនធម្មតាទេណាគេហៅថាបឹងព្រៃលិចទឹកបើយើងនិយាយនៅសមុទ្រវិញគេហៅព្រៃកងកាងណាក្មួយនេះគឺព្រៃដើមរៀងដើមត្រោះច្រើនប្រភេទបាទមានដើមរៀងដើមត្អូតដើមឈើបាទអញ្ចឹងអរគុណច្រើនក្មួយៗណាសុខសប្បាយ